ឡានតាក់ស៊ីមួយគឺបើកបរលឿនមែនតែនទាំងមិនកំពុងតែភ្លៀងណាបងប្អូនចាហើយដល់ពេលលឿនចឹងទៅជ្រុលទៅបុកនឹងក្មេងដែលគាត់ទៅចេញពីសាលាណាបងប្អូនធ្វើឲ្យប៉ើងដូចនៅក្នុងវីដេអូដែលបងប្អូនបានឃើញចឹងហើយករណីនេះគឺកើតឡើងនៅលើផ្លូវជាតិលេខ5គីឡូ120ទៅភ្នំពេញណាបងប្អូនចាថ្ងៃទី19ថ្ងៃហ្នឹងតែម្ដងចាថ្ងៃទី19ខែ5 2025តែម្ដងជាធម្មតាបងប្អូនចាតាមផ្លូវមានសាលារៀនឬមួយក៏មានមន្ទីរពេទ្យហើយមួយទៀតមានផ្សារមានអីចឹងគឺគេបានដាក់ផ្លាកសញ្ញាឲ្យមើលបន្ថយល្បឿនចុះហេតុអីអ្នកបើកបរមិនបើកលឿនម្លឹងម្លឹងសំខាន់ទាំងមេឃភ្លៀងទៀតណាបងប្អូនចាជីវិតគេមិនមែនទៅព្រឹកហើយមកវិញល្ងាចទេណាត្រូវដឹងត្រង់ចំណុចហ្នឹងហើយនៅខាងមុខឃើញគេមានកំពុងតែសម្រួលចរាចរណ៍ឲ្យសិស្សឆ្លងកាត់ដែរតែអាខាងឡានហ្នឹងគឺអត់មើលសោះតែម្ដងចាលែងជិះវែវហើយឡងលឿនតែម្ដងណាបងប្អូនយើងមើលតាមផ្លូវហ្នឹងឃើញមានឡានដូចជាឡានដឹកមីបងប្អូនណាចាហើយឃើញគេបង្អង់និយាយទៅឡានគឺគេបង្អង់ទាំងអស់ព្រោះតែផ្លូវហ្នឹងវាមានសិស្សសាលាហើយម៉ោងសិស្សសាលាម៉ោងអីចេញចូលចឹងយើងអាចបើកលឿនបានទេទី1ទី2មិនវាភ្លៀងទៀតហេតុអីបញ្ញាប់បើកលឿនទៅណាឆ្ងល់ថាចេះចាបញ្ញាប់បើកទៅណាគេបង្អង់គ្រប់គ្នាប៉ុន្តែនៅឡើយតាក់ស៊ីហ្នឹងគឺបើកលឿនជាងគេតែម្ដងវាមិនគួរត្រង់ថាម៉ោងសិស្សសាលាចេញពីរៀនណាហើយគេបង្អង់គ្រប់គ្នាហើយវាបញ្ញាប់ទៅងាប់នៅណាខ្ញុំអត់យល់ខុសគេខុសឯងហ្មងបងប្អូនមើលទៅក្នុងវីដេអូដឹងហើយចាឡានហ្នឹងគេជប់គ្រប់គ្នាឲ្យសិស្សឆ្លងផ្លូវហើយផ្លាកសញ្ញាចរាចរណ៍ក៏គាត់អត់មើលដែរចានៅតំបន់ដែលមានសិស្សសាលាច្រើនពិសេសតំបន់ដែលមានផ្លូវមនុស្សឆ្លងផ្លូវអីចឹងណាបើអត់គោរពឬមិនបន្ថយល្បឿនទេគឺត្រូវផាកពិន័យហើយអានេះបាទនិយាយតាមបងប្អូនបើតាមដឹងតាក់ស៊ីផ្លូវហ្នឹងគឺបើកសាហាវណាចាបើកសាហាវណាអាផ្លូវប្រជុំជនហ្នឹងក៏អត់បន្ថយល្បឿនដែរចាផ្លូវទីប្រជុំជនណាគួរណាស់តែយើងបន្ថយល្បឿនតិចទៅចាទី1ទី2ផ្លូវផ្សារទី3ផ្លូវសាលារៀនហើយទី4ហ្នឹងគឺមន្ទីរពេទ្យចាព្រោះដោយសារតែតំបន់ហ្នឹងគឺសិតសឹងតែជាផ្លូវមួយដែលមនុស្សសម្បូរដោយមនុស្សឆ្លងកាត់ណាបងប្អូនផ្លូវសាលារៀនគឺសិស្សត្រូវការឆ្លងកាត់ទី1ទី2បើផ្លូវផ្សារវិញគឺរបៀបថាអំពូមីងនិយាយតាមគាត់ត្រូវជិះឆ្លងកាត់ទៅទិញម្ហូបទិញអីចូលផ្សារចូលអីចឹងទៅហើយផ្លូវមន្ទីរពេទ្យហ្នឹងគឺសិតសឹងតែជាអ្នកជំងឺឬមួយក៏បងប្អូនអ្នកជំងឺអីត្រូវការឆ្លងកាត់ដើរចូលមន្ទីរពេទ្យចូលអីចឹងទៅបងប្អូនចាហើយខ្ញុំមើលទៅអ្នកបើកបរតាក់ស៊ីមួយចំនួនណាគឺពេលបើកបរហើយលឿនណាស់អត់មានមើលស្លាកសញ្ញាបន្ថយល្បឿនអីទេជាពិសេសអាមុខសាលាមុខអីហ្នឹងហ្មងអត់ដឹងថាបញ្ញាប់ទៅណាហើយបងប្អូនដឹងហ៎ខ្ញុំជិះតាក់ស៊ីរកភ្លេចហើយភាគច្រើនណាគាត់បើកបដៅគាត់និយាយបដៅហើយដៃគាត់នឹងចុចទូរស័ព្ទបដៅចាដៃគាត់នឹងចុចទូរស័ព្ទបដៅហើយគាត់និយាយបដៅនិយាយអីចឹងទៅគាត់អត់សូវខ្វល់ពីរឿងផ្លាកសញ្ញាផ្លាកអីហ្នឹងទេសំខាន់ឲ្យតែមានផ្លូវទៅមុខគឺគាត់ទៅហើយសុវត្ថិភាពអ្នកនៅក្នុងឡានក៏ដូចជាអ្នកនៅក្រៅឡានអ្នកដែលឆ្លងផ្លូវឆ្លងអីហ្នឹងពួកគាត់អត់សូវគិតពីសុវត្ថិភាពគេបានទេចាអាហ្នឹងខ្ញុំនិយាយទៅតាក់ស៊ីមួយចំនួនបងប្អូនចាំចំណាំមើលមិនថាមកមន្ទីរពេទ្យឬមួយក៏មកសាលាទេពេលដែលចិត្តទៅដល់ខ្លោងទ្វារគឺតែតែមានផ្លាកសញ្ញាឬមួយក៏គំនូសកាត់ទៅទាំងផ្លូវមួយដើម្បីរបៀបថាអាសញ្ញាទាំងអស់ហ្នឹងគឺប្រាប់យើងឲ្យយើងបន្ថយល្បឿនឬមួយក៏បង្អន់តិចទៅចាព្រោះដោយសារតែលឿនទៅណាអាផ្លូវគេឆ្លងកាត់ចឹងយើងលឿនអត់បានទេមិនប្រកាសថាខ្លួនឯងផ្លូវទៅត្រង់ហើយចេះទៅត្រង់បានទេណាអាហ្នឹងវាមិនមែនចឹងទេចាសំខាន់ដឹងថាខាងមុខហ្នឹងមានក្មេងៗចេញពីសាលាហើយម៉ោងក្មេងៗចេញពីសាលាគេបង្អង់ល្បឿនគ្រប់គ្នាបងប្អូនចាឡានគេបង្អង់ល្បឿនគ្រប់គ្នាតែឡាននឹងមួយគឺអត់ព្រមបង្អន់ល្បឿនសោះនិយាយទៅឲ្យតែមានផ្លូវទៅមុខគឺបើកគ្មានគិតពីក្បាលអាណាទេចាចង់គ្រោះថ្នាក់អាណាក៏គ្រោះទៅសំខាន់បើកមុខគេហើយបើករត់ទៀតបងប្អូនណាចាហើយអ្វីអត់មើលគេឯងហើយប្រមាថជីវិតគេម៉េះមើលតាមស្ថានភាពជាក់ស្ដែងក្នុងវីដេអូបងប្អូនមើលច្បាស់សិនណាចាំខមមិនទី1នៅពេលដែលមានឡានឈប់នៅលើទ្រូងផ្លូវដោយមានភ្លើងសុំផ្លូវចាដោយមានភ្លើងសុំផ្លូវអីចឹងណាឡានឬមួយក៏ម៉ូតូពីក្រោយត្រូវតែបន្ថយល្បឿនជាមុនសិនមិនមែនជន់ដើម្បីវ៉ាគ្នាឬមួយក៏ប្រជែងគ្នាភ្លាមៗណាអាហ្នឹងអត់ទេទី2នៅលើផ្លូវមានសាលារៀនឬមួយក៏អ្នកថ្មើរជើងឆ្លងកាត់រថយន្តទាំងអស់ត្រូវតែបន្ថយល្បឿនចំណុចទី3ក្នុងស្ថានភាពនោះអ្នកឆ្លងផ្លូវគឺគាត់អត់មើលឃើញឡាននៅលើទ្រូងផ្លូវទាំងអស់ទេប៉ុន្តែគាត់អាចឆ្លងបានដោយសំអាងថាឡាននៅខាងឆ្វេងដៃរបស់គាត់ហ្នឹងគឺបានឈប់ព្រមទាំងបើកភ្លើងសញ្ញាសុំផ្លូវឲ្យរួចហើយដើម្បីឲ្យឡានខាងក្រោយហ្នឹងគឺប្រុងប្រយ័ត្នចាប្រុងប្រយ័ត្នចំពោះឧបសគ្គនៅខាងមុខគាត់មិនដឹងថាអ្នកមានអ្នកបើកបរប្រមាណឬមួយក៏មានអ្នកបើកបរទាំងបំពេញយ៉ាងដូចនេះទេអញ្ចឹងណាហើយចំណុចទី4បើអ្នកបើកបរឡាននោះមើលមិនឃើញឧបសគ្គនៅខាងស្ដាំខ្លួនផងដោយសារតែបាំងឡានដែលឈប់ហើយអ្វីគាត់ត្រូវបើកលឿនណាសំណួរណាបើសិនជាអ្នកបើកឡាននោះមើលមិនឃើញឧបសគ្គនៅខាងស្ដាំខ្លួនផងដោយសារតែបាំងឡានដែលឈប់ទៀតហេតុអ្វីក៏ឡាននឹងត្រូវបើកលឿនម្លេះចាមិនអត់មើលអីឲ្យជាក់ហ្មងត្រូវតែបើកលឿនចឹងហ្មងឬមួយក៏ហើយមួយទៀតបើកបរនឹងចំពេលកំពុងមេឃភ្លៀងចាហេតុអីក៏បើកលឿនម៉េះត្រូវដឹងណាពេលមេឃភ្លៀងណាគឺមនុស្សម្នាក់ពិបាកក្នុងការបើកបរណាចាឃើញបងប្អូនឃើញហីពេលដែលបើកបរម្ដងណាភាគច្រើនអ្នកខ្លះគេវាយសញ្ញោឬមួយក៏គេបើកភ្លើងទោះបីមេឃនៅភ្លឺគឺយ៉ាងណាក៏ដោយមិនថាឡានមិនថាម៉ូតូទេព្រោះដោយសារតែភ្លៀងវាមកខ្លាំងទៅយើងអាចមើលផ្លូវឃើញទេអញ្ចឹងឡាននិងម៉ូតូគឺត្រូវតែបើកភ្លើងដើម្បីជាសញ្ញាថាខាងមុខមានឡានមានម៉ូតូអញ្ចឹងណាបើកភ្លើងជាសញ្ញាឲ្យគ្នាប៉ុន្តែនេះបើកទាំងឡើងលឿនហ្មងចាហើយទាំងដែលផ្លូវកំពុងតែមេឃភ្លៀងណាបងប្អូនយល់អត់មិនដឹងថាបើកបញ្ញាប់ងាប់ទៅណាបងប្អូនចាហើយទីប្រជុំជនមានផ្សារមានសាលារៀនគឺមានផ្លាកសញ្ញាបន្ថយល្បឿនទាំងអស់ហើយសំខាន់ឡានខាងមុខហ្នឹងគេវាយភ្លើងសុំផ្លូវទៀតគេវាយភ្លើងសុំផ្លូវឲ្យសិស្សឆ្លងកាត់ហើយអាឡានហ្នឹងវាអត់មើលភ្លើងគេសោះចាវាអត់មើលអាឡានខាងមុខដែលគេធ្វើជាសញ្ញាមួយគេថាបើសិនជាជិះលឿននៅខាងមុខគឺមានឧបសគ្គអីអត់ចាស់មើលមិនដឹងបើកបញ្ញាប់ងាប់តែខ្ញុំឲ្យច្បាប់ក៏ដូចជាសមត្ថកិច្ចនៅទីនោះមេតាស្រាវជ្រាវរឡាននឹងយកមកផ្ដល់ទានទុកឲ្យបានណាអត់មានត្រូវបដ ாய் រឿងហ្នឹងទៅពីមួយថ្ងៃទៅមួយថ្ងៃទេព្រោះដោយសារតែបើមើលតាមជាក់ស្ដែងឡាននេះគឺខុសហើយចាខុសខ្លាំងហ្មង
ខ្ញុំលើប្រហែលចំណុចដាក់ឲ្យបងប្អូនស្ដាប់ហ្នឹងអាហ្នឹងសិតតែជាយើងមើលវីដេអូជាក់ស្ដែងយើងវិភាគនិយាយមកចាមិនដែលសារតែយើងអត់បានឃើញទស្សនវិជ្ជាហើយយើងចេះតែនិយាយសូមមេត្តាច្បាប់រោគយុតិធធម៌ណារោគយុតិធធម៌ឲ្យក្រុមគ្រួសាររបស់ភាគីខាងជនរងគ្រោះផង